ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីមុនវិជាខ្មែរអញ្ចឹងថ្ងៃនេះផងដែរខ្ញុំបាទក៏ធ្វើការអញ្ជើញលោកគ្រូមកចូលរួមដូចសពមួយដងប៉ុន្តែខ្ញុំមិនដឹងថាលោកគ្រូនឹងធ្វើការចែករំលែកនៅបទពិសោធន៍ឬក៏ចំណេះដឹងអ្វីទៅកាន់ពុកម៉ែបងប្អូនទេអញ្ចឹងបើចង់ដឹងសូមជួបជាមួយលោកគ្រូទាំងអស់គ្នាបាទជំរាបសួរលោកគ្រូបាទសុខសប្បាយមួយរយៈនេះបាទមួយរយៈនេះសុខសប្បាយបាទអញ្ចឹងលោកគ្រូថ្ងៃនេះមានអ្វីដែលចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងដែរបាទអញ្ចឹងខ្ញុំកណាថ្ងៃនេះសូមក្រាបថ្វាយបង្គំទៅដល់សម្ដេចគ្រូគ្រប់អង្គគ្រូវិទ្យាមន្តអាគមគេថាគ្រូដែលសិក្សានៃវិជ្ជាគ្រប់ព្រះអង្គអញ្ចឹងខ្ញុំកណាសូមខន្តីអភ័យទោសបើសិនជាខ្ញុំកណាបកស្រាយឬក៏មានបញ្ហានិយាយពាក្យសម្ដីលឿនលួសត្រង់ដូចណាមួយក៏សូមខន្តីអភ័យទោសដល់ខ្ញុំកណាទូព្រះបង្គំខ្ញុំកណាផងអញ្ចឹងនៅក្នុងតម្រាមានច្រើនការសិក្សានៃវិជ្ជាប៉ុន្តែខ្ញុំកណាសូមឆ្កឹះយកវិជ្ជាដែលបុព្វបុរសក៏ដូចជាគ្រូវិទ្យាមន្តអាគមគេថាដែលលោកត្រូវប្រើជាចាំបាច់បាទហើយក៏លោកគ្រូគ្រប់អង្គក៏លោកមានប៉ុន្តែទៅតាមអង្គនៃគ្រូនីមួយតើគាត់ប្រើបែបណាបាទអញ្ចឹងវិជ្ជាដែលខ្ញុំកណាលើកយកមកបកស្រាយយកមកនិយាយវិជ្ជាតម្រាដែរប៉ុន្តែគេជាតម្រាអាគមព្រាយកុមារបាទតម្រាព្រាយកុមារអញ្ចឹងនៅក្នុងតម្រានៃព្រាយកុមារអាគមវេទមន្តអាគមគេថានៃការសាងនៃការឧបដឹកឡើងហ្នឹងគឺមិនខុសពីវិជ្ជាដែលខ្ញុំកណាធ្លាប់បកស្រាយពីមុនទេបាទលោកគឺជាដៀងនៅនេះខុសគ្នាបន្តិចបាទព្រោះអាហ្នឹងជាដំណើរនៃផ្លូវនៃការសូត្រនៃការសាងហ្នឹងគឺការផ្សំនៃសមាសធាតុអញ្ចឹងមុននឹងខ្ញុំកណាបកស្រាយដើម្បីយើងឧបដឹកមានន័យថាឧបកិច្ចដើម្បីទៅជាព្រាយកុមារបាទបាទអញ្ចឹងគេត្រូវពឹងផ្អែកទៅលើគ្រឿងសក្ការៈបូជាបាទត្រូវតែរៀបជាចាំបាច់ទី2អាគមមុនគេថាដើម្បីយើងយកមកហៅមរតនីសូត្រសេពអន្តងបាទហើយទី3គឺសមាសធាតុយើងមកផ្សំអញ្ចឹងខ្ញុំកណាសូមបកស្រាយនៅការរៀបគ្រឿងសក្ការៈបូជាដើម្បីយើងបំពេញកិច្ចបាទដើម្បីយកមកសាងជាព្រាយកុមារបាទអញ្ចឹងគេរងថ្ងៃល្អពេលវេលាល្អថ្ងៃល្អខែល្អយកមកសាំងសូត្រសេពដូចគ្នាបន្ទាប់មកហើយគឺរកថ្ងៃល្អហើយគេមានគ្រឿងសក្ការៈបូជាបាទព្រាយកុមារយើងដឹងស្រាប់គឺជាកូនក្មេងបាទលោកគ្រូបាទគាត់ចូលចិត្តសេពចូលចិត្តសោយចូលចិត្តហូបចូលចិត្តលេងដូចកូនក្មេងអញ្ចឹងអាហ្នឹងយើងឧបដិជាព្រាយកុមារបាទហ្នឹងគឺរបស់របរយើងត្រៀមតម្រង់សម្រាប់ដល់ពេលយើងឧបកិច្ចឧបដឹកឡើងហើយគឺយើងត្រូវរៀបហ្នឹងថ្វាយទៅបាទអញ្ចឹងគ្រឿងសក្ការៈបូជាយើងរៀបមួយផ្នែកទៅដល់សម្ដេចព្រះគ្រូយើងបាទអង្គគ្រូខ្លះលោករៀបបច្ឆាមមកគូទៅមានឬក៏មួយក្បាយសី7ថ្នាក់ទៅ3ថ្នាក់ទៅ5ថ្នាក់ទៅបាទ9ថ្នាក់ទៅបើជាទូទៅក្នុងការសាងបើខ្ញុំកណាធ្លាប់ស្មាទោសរៀបតែបច្ឆាមឯងហើយមានផ្លែឈើទាំង7មុខទៅមានសធរដងសធរដៃខណ្ឌ5ថ្វាយទៅដល់សម្ដេចគ្រូយើងទៅតាមការសិក្សាពីម៉តពីគ្រូបាទរៀងខ្លួនបាទអញ្ចឹងទៅអាហ្នឹងសម្រាប់មួយផ្នែកសម្រាប់គ្រូមួយផ្នែកទៀតគឺសម្រាប់ដែលយើងឧបកិច្ចឧបដឹកឡើងគឺគ្រឿងតដឹងវាយសម្រាប់ថ្វាយទៅដល់ព្រាយកុមារហ្នឹងបាទអញ្ចឹងវាមានដូចគេខ្លះអង្គខ្លះស្មាទោសខ្ញុំកណាបកស្រាយសូមអភ័យទោសទៅតាមអង្គគ្រូគួរតម្រានៃការសិក្សាវាជាព្រាយកុមារដូចគ្នាប៉ុន្តែគ្រូអង្គនោះគាត់រៀបគ្រឿងចេះគ្រូអង្គនោះគាត់រៀបជួយចោះប៉ុន្តែយើងអាចថាគាត់ខុសទេហើយក៏យើងអាចថាយើងនឹងត្រូវដែរប៉ុន្តែទៅតាមគ្រូយើងរៀនធ្លាប់រៀនពីគ្រូរៀបមិនយើងរៀនតាមអញ្ចឹងបាទអញ្ចឹងមានទឹកមានទឹកក្រូចពណ៌ក្រហមហ្នឹងទៅ7កែវហ្នឹងទៅទឹកដោះគោ7កែវមានស្ករគ្រាប់អញ្ចឹងណាហើយមានរបស់របរលេងអញ្ចឹងទៅដើម្បីយើងដាក់ថ្វាយមួយផ្នែកសម្រាប់ព្រាយកុមារប៉ុន្តែគ្រាន់តែយើងត្រៀមទេប៉ុន្តែយើងអត់ទាន់ឧបដឹកឡើងយើងរៀបចំថ្វាយក៏ថ្វាយដល់ដែរដល់យើងឧបដឹកឡើងឧបកិច្ចឡើងហើយទៅជាមានញៀនមកខាន់ថែអាសាបានយើងយករបស់របរនឹងមកសាច់មកដល់គេបាទអាហ្នឹងក៏យើងតម្រង់សម្រាប់អាហ្នឹងឲ្យខ្ញុំកណាបកស្រាយហ្នឹងដើម្បីឲ្យដឹងថាគ្រឿងសក្ការៈបូជាសម្រាប់លោកមានអីគេខ្លះបាទហ្នឹងប៉ុន្តែខ្ញុំកណាសូមដកយកចំណុចចាប់ផ្ដើមនៃការសាងបាទអញ្ចឹងទៅយើងរៀបចំគ្រឿងសក្ការៈបូជាឲ្យសពបែបសពយ៉ាងអស់គឺយើងត្រូវតែយកសមាសធាតុនៃការផ្សំបាទ
bỏ dương càng một má nó vô mà đặt được chương piền chẳng tấn á tam cừu trọp nâng cái nát cỏ hòm đã vật thọ nâng hay vật thọ đại sa ma sệt này ca vô một xóm nắng tí mùi đây bầm pal mà trà tí pi đây bầm pal tôm rung lục tà tí bấy đây bầm pal vọt bàn tay chấm nói để không mình tích cứ kia vô cho ăn màu bà đang nàng cái ly mới cho ăn màu anh ấy hấp pri của mà cái ly mới cho ăn màu vô màu bột vô một cái cho nó nong ruột nằng hai cái sồn pan đắc trong cái này toàn gì đó chụp lại sồn này cá sồn này còn là cái vô smart thì tất ó năng vô một sòm trong bờ sân chỉ kêu ăn khác còn min ly phải nhà cái ly thôi min ly phải tiêu còn ly từ đằng bờ cung ở tới chỉ thiên chẳng á chẳng hạn nào được chế sai nhầm sông mà cắt lực của môn năng tích tẹt tôn tròn cho nó ăn không mỏi tiếng dương dột cho ăn bọc mấy người có dương ọt cầm nọt thì ao thì ăn không mỏi gì đúng không bậc này cho ăn không mỏi sai từ kêu class cứ còn ọt cầm nọt chỉ ăn không mấy ăn cha kêu class ao để ăn không mỏi vô một sòng nhưng mà sàng chẳng đó ọt miền cho ăn không mỏi ọt cầm nọt thì ngày kêu class cái cầm nọt chẳng ở lại đôi cái này kêu class vô cho ăn không mỏi slap ăn na tha chẳng từ kêu class cái ao để ăn không mỏi nhưng mà đại thì chắc ăn không mấy nhưng từ là sợ trên đời chẳng nhưng mà năng vì hiện mưa tới vì sẽ đạp tới vì hiện cùi mưa tới vì bạn sẽ đạp tịch và đây còn ra chậm nói nắng sai từ lưng cừu đại cọt sang nó cứ cọt đằng luôn này nhảy chẳng trong này này dây đã bây giờ nói đại vô mà sang chẳng nói chẳng mau trái cứ đứng đằng này cừu anh năng cứ dễ ra bờ sân này dễ ở thay tha nước ăn cầm băng tại cuối vì mình ai cơ lại mưa từ vậy tới khang pít lại bong ô này để sẽ đạp tới cứ cọt khai rư mưa ta hi mưa ta nhớ ta lại nè điên bị chia chắc này thế cái ảnh gì trắng á chẳng trong mình ăn vậy lại bị papo tăng bệnh này chẳng bữa sau trong mình ăn vậy tới papo long bệnh nó sọp hay tu nó trong mình ăn tụi mình cùng phòng hay cái giọt bọt đang vô màu hai được từng chữ biến cái đạp giật thì 7 tháng ngày tầm 8 tháng ngày rồi cái masal rồi pi sal bữa sau dương sâm ô mà thịt năng để ai vô đằng bán cái đã đâm con được asana cho tôi bằng pala lên tới dương bên pì liền đã lọ đến tới dương mà sàng sầu này này phần mà sang mà anh ấy vô mà phai đã được asana đạp giật thi á phần tái còn bao cổng rào đạp giật thì ai là bỏ nâng bên thằng bấm bua ai là bỏ đại cai đại giả hai đại mình squall mà cha squall ở trên ai xóm á hay sam ai squall dương squall quạt như thế này và thọ khá mà tôi ảm nó dương mượt khư nhỉ phần tái dương miền cách nông ca chăn nằm cứ miền nhiên nông ca chăn nằm vì phải đôi chia là bỏ đại dương mới khơi nhưng mà tôi giờ ở ra đuổi sạn chăng tại châu mà ngày pi ngày mình vốn ngay dương thì mình cha là vô mà nó có ham cho cái phù dương này chân là bỏ xây cái đôi cái này chân mình dương vô máu 7 ngày bị ta sạt khá cái 7 ngày bỏ cái lệ này đại khơi như này này là mà ngày pi ngày lệ này chứ trái squall như này mà trái sạt nó squall như này chân là bỏ tiền lái đó cái gì cũng bua cái gì một sam dùng xoam ai lúc mình thà ai bữa thọ đang xoam ở dương squall dương chẳng á đằng khăn đằng ấy trên môi bờ spa tôi bởi vậy từ tại tôi là năng sạt xén xé nhá cứ dùng ai vậy lúc squall dương squall quạt đằng chặt đằng làm này trên môi chụp pin từ và nãy không bằng ngày á rồi gặp pi tháng ngày rồi gặp 7 tháng ngày và nãy chỉ tu tới tầm một tháng ngày vậy đằng này bữa thọ đang để vô màu đó á cắt sợi măng cối rồi còn mình cắt sợi măng cối rồi thư tục rồi mình thư tục tầm ngày từ pi ngày này ngày vật thọ lá vô máu bờ sân thì dương mà tôi dương miền đất mặt đó vô máu và thọ nắng cái vật thọ ốp tục chẳng rày vô mà đất cát chẳng rày vô đầm mòn chẳng mà cái kha cha nè để vô nhà ai chứ mùi nè để vô vật thọ xem để mình men chia sợi bằng cối lá chẳng bị chán đôi chia bị chia xem cạnh xem mọi xem này hay vô mọi mà đã tè vô xuống vô mình xuống cả tục này năng đôi cái này chẳng màn tí muối dương thời chùa ba vì dầm nói rằng mình trong mình bỏ sai tới ai thứ 8 bờ sân thì dương mình miền rận mình miền bon mình miền cà sai mì ta thoi chặt mì ta thoi chấm pua mình đâu mình đâu té cung lò chiềng vô món thứ thư tục dương hỏi dương nâng cao sẽ đây vị nia bạt băng trọt sầm bạt băng lôi cạ bạt băng bạc pôn bạt băng côn chua nè lẹ luôn miền chấm ngư anh nó cứ chẳng ai anh nó chấm đôi tịt như này bàn tay là bò nó ngạ
ស្មាទោសមិនមែនថារបស់ហ្នឹងឯងរបស់ផ្សេងកណាក៏ដោយឲ្យតែយើងយកចូលមកក្នុងផ្ទះយើងធ្វើតែមួយថ្ងៃទៅ3ថ្ងៃគឺដឹងហើយបើសិនរបស់ហ្នឹងកើតស្រីមង្គលធ្វើយើងរីករាយក្នុងចិត្តហើយបាទលោកគ្រូ អត់មានចំនួនទៅដល់ណាគេស្រឡាញ់ទៅដល់ណាគេចូលចិត្តមានអារម្មណ៍ថារីកចម្រើនធ្វើមួយថ្ងៃ2ថ្ងៃហ្នឹងហ្មង បាទ ទៅហើយបើសិនចូលមកមិនកើតមានស្រីមង្គលតែមួយថ្ងៃដឹងពេលខ្លះឲ្យយើងគ្រោះថ្នាក់នេះគ្រោះថ្នាក់នោះយកមក បាទ ប៉ុន្តែយើងរកមកឃើញទេប៉ុន្តែយើងថាចាំចំណុចហ្នឹងហើយប៉ុន្តែខ្ញុំណាមិនឲ្យបងប្អូនហ្នឹងលងនៅអបិយជំនឿទេ បាទ មិនឲ្យធ្វើជាទេសកលនៃជំនឿទេមកជឿដោយសេចក្តីពិចារណា បាទ អញ្ចឹងណាតែយើងជឿអត់មានសេចក្តីពិចារណាហើយចាចាញ់បោកគេហើយហ្នឹងមិនអញ្ចឹង បាទលោកគ្រូ អញ្ចឹងយើងជឿដោយមានបញ្ញាហ្នឹងมันកើតជាផល បាទ អាហ្នឹងវត្ថុហ្នឹងមួយហើយការសាងក៏ដូចគ្នាដែរអញ្ចឹងដល់យើងមានរិទ្ធមានអំណាចមានតេជះមានសេចក្តីមេត្តាករណាផ្សាយមេត្តាធម៌ចំពោះមនុស្សទេវតាមនុស្សពួកមនុស្សទេវតាទាំងឡាយគ្រប់អង្គអញ្ចឹងទៅបានយើងយកវត្ថុហ្នឹងមកដល់បានគេឃើញយើងអ្នកមានសិលអ្នកគោរពបប្រតិបត្តិដួងព្រលឹងវិញ្ញាណបុព្វបរោះអញ្ចឹងឃើញយើងទៅគេខ្លាចយើងគេមិនខ្លាចយើងទេប៉ុន្តែគេឲ្យតម្លៃយើងគេថែមថែអាសាយើងអាក្រក់ទៅជាល្អអញ្ចឹងណាអញ្ចឹងបានយើងយកអញ្ចឹងបានរបស់ខ្លះគឺគេឲ្យផ្ញើទៅផ្ទះគ្រូរបស់ខ្លះគេឲ្យទៅបំពោះផ្ញើទៅលោកផ្ញើទៅវត្ត បាទ អញ្ចឹងមួយជាពីរគឺដោយសារមូលហេតុវត្ថុហ្នឹងកាចអត់ឆ្លូតអត់អញ្ចឹងទៅអ្នកខ្លះអាចវត្ថុហ្នឹងកាចការដាក់កើតទេ បាទ ពេលច្រើនលោកមានភាសាអញ្ចឹងកាចហ្នឹងគឺកាចធ្វើយើងមានសេចក្តីវិនិច្ឆ័យបើយើងមានរិស័យមិនខ្ពស់ទេរិស័យទាបយើងកាន់ទៅកើតធ្លាក់ដល់បានបើយើងមានរិស័យខ្ពស់កាន់ទៅគឺកើតតែរីកចម្រើនអាហ្នឹងវត្ថុហ្នឹង បាទលោកគ្រូ ហើយសមាធិនៃការផ្សំហ្នឹងគឺពាក់តងមួយដូចគ្នាហ្នឹងអញ្ចឹងគេយកវត្ថុហ្នឹងមកដល់យកមកដាស់ប្រសិទ្ធិសពបែបសពយ៉ាងហើយបានគេចាប់ដើមរោងថ្ងៃយុរ៉ូពីវេលាល្អគេចាប់ដើមសូនសាង បាទ អញ្ចឹងសូនសាងនឹងទៀតសោតគឺលោកចាប់ដើមហើយគេចាប់ដើមព្រីកុមាររូបជាកុមារ បាទ ព្រីកុមារណារូបកុមារមិនគឺអញ្ចឹងព្រីកុមារហ្នឹងអាគុំព្រីកុមារគឺយកមកសូត្រសាងធ្វើដូចជាកុមារអញ្ចឹង បាទ រូបកុមារមិនធ្វើអញ្ចឹង បាទ អ្នកខ្លះគេធ្វើជារូបកុមារទៅមានសម្លៀកបំពាក់ទៅអ្នកខ្លះគេអត់មានសម្លៀកបំពាក់ធ្វើដូចជាកុមារហ្នឹងដូចនៅក្នុងផ្ទៃម្ដាយដូចកូនក្រកអញ្ចឹងណាដូចកូនក្រកកូនអីអញ្ចឹងទៅអាហ្នឹងទៅតាមកិច្ចនៃការសាងរបស់គ្រូរៀងខ្លួន បាទ អញ្ចឹងទៅគេយកមកសាងប៉ុន្តែសាងសេពសូនហ្នឹងគេមានលាយសមាធិទាំងអស់ចូលជាមួយគ្នាគេតាមសូនដូចយើងសូនរូបហ្នឹងណាប៉ុន្តែសូនគ្រូនឹងទៀតសោតគឺអុជធូបអុជធានអរតនីគ្រូអស់ហើយគឺចាប់ដើមសេពមានណាគេសូនជារូបសូនក្បាលសូនអាការៈទាំង32ហ្នឹងណា បាទ មានសាច់ស្បែកភ្នែកច្រមុះមាត់អណ្ដាតអីទុនមិនណាមួយអាការៈទាំង32ហ្នឹងហើយគេចាប់ដើមសូនបលាគេដើមសេពសូត្រមុនពីគេថាបលា បាទ ហ្នឹងហើយគេសូត្របលាសេពបលាសូត្របលាសេពបលាសូត្របលាសេពបលាសូនបលាសេពបលាសូនមានថាសូនរហូតដល់ចាប់ជារូបព្រីកុមារហ្នឹងគឺបានគេលែងសូត្រអាហ្នឹងមានថាគេផ្គុំធាន បាទ គេផ្គុំធានមានថាគេប្រមូលឧបដឹកហើយគេសូត្រមុនគេថាហ្នឹងដើម្បីផ្គុំមកទៅជារូបបន្ទាប់មកហើយគឺគេត្រូវខាបមានថាអញ្ជើញធានទាំង4ឲ្យមកចូលសន្ធិដ្ឋទៀតថាមានអាការៈទាំង32ហើយគឺត្រូវតែមានធាតុដែរបានយើងអាចដំណើរការនៃជីវិតនឹងបាន បាទ ប៉ុន្តែអត់ទាន់ដឹងថាជាញាណណាទេគ្រាន់តែមានអាការៈធម្មតាមនុស្សយើងស្មាទោសបើមិនអត់មានវិញ្ញាណទេមានតែធម្មតាធាតុមានតែធម្មអាការៈទាំង32មានតែធម្មធាតុទាំង4ក្នុងខ្លួនយើងហើយអត់មានវិញ្ញាណណាមួយមកសន្ធិដ្ឋមកបជាមកក្រងវិញ្ញាណអញ្ចឹងគឺមនុស្សយើងអត់ដឹងអីទាំងអស់ បាទលោក ហ្នឹងហើយអញ្ចឹងអត់មានគោលដៅទាំងអស់អញ្ចឹងដល់គេផ្គុំធាតុអាការៈទាំង32ហើយបានគេប្រមូលធាតុទាំង4ហើយគេសូត្រធាតុទាំង4ហ្នឹងបញ្ចុះភាសាទៀត បាទ អញ្ចឹងសូត្រប្រសេប្រសោម្ចាស់ទៀតហើយបានគេចាប់ដើមធម្មតាអត់ទាន់មានទ្វាទេ បាទ ទ្វាទាំង5នៃនគរកាយប៉ុន្តែទ្វាមួយទៀតថាទ្វាចិត្ត6ប៉ុន្តែយើងនិយាយថាទ្វាទាំង5ហ្នឹងទី1ទ្វាភ្នែកច្រមុះមាត់អណ្ដាតត្រចៀក បាទ ហ្នឹងណាភ្នែកច្រមុះមាត់អណ្ដាតត្រចៀកទ្វាទាំង5នៃនគរកាយហ្នឹងគេថាសូត្របើកហើយមានថាគូភ្នែកគេសូត្រមានគេថាគេសូត្រភ្នែកច្រមុះមានគេថាសូត្រច្រមុះមាត់គេថាសូត្រមាត់ត្រចៀកគេមានគេថាសូត្រត្រចៀកអញ្ចឹងណា បាទ ការៈទាំង32បើកនៅទ្វារទាំង5នៅកោកាយហ្នឹងឬមួយក៏គេសូត្រគេមានគេថាគេមួយសម្រាប់សូត្រហ្នឹងប៉ុន្តែបើសិនអង្គគ្រូខ្លះគឺគាត់អត់ទេមានថាគាត់ចាជាភ្នែកចាជាមាត់ចាជាមាត់ហើយគេសូត្របើកយកហ្មងប៉ុន្តែខ្ញុំកណានិយាយឲ្យល្អិតអ បាទ ញ្ចឹងណា បាទលោកបាទ សូត្រសេពសូត្រអស់ហើយបានគេចាប់ដើមសូត្របើកនៅទ្វារទាំង5នៅកោកាយហ្នឹងណាអញ្ចឹងមើលឃើញដឹងឲ្យទាំងអស់ប៉ុន្តែនៅខ្វះវិញ្ញាណ បាទ អញ្ចឹងសមាធិដែលយើងផ្សំមកហើយហ្នឹងណា
ចឹងគេយកមកធ្វើអស់លេងហើយចឹងខ្វះតែវិញ្ញាណមួយឯងទី1សមាសធាតុមានការផ្គុំមានការប្រមូលនៃធាតុមានការបើកនៃទ្វារទាំង5ក្នុងគុកហើយមានប៉ុន្តែនៅខ្វះវិញ្ញាណចឹងគេចាប់តាមសូត្រអន្តងវិញ្ញាណដែលសមាសធាតុយកមកផ្សំហ្នឹងបាទដែលថែរក្សាដូចជាដីទីវត្តអារាមដែលយើងយកមកហ្នឹងដីខ្ទមរូបតាហ្នឹងដី7វត្តហ្នឹងបាទហើយនឹងឆ្អឹងខ្មោចហ្នឹងហើយគឺគេសូត្រអន្តងហៅវិញ្ញាណហ្នឹងឲ្យមកសន្ធិដ្ឋនៅក្នុងហ្នឹងបាទសូត្រអន្តងហៅឲ្យមកសន្ធិដ្ឋនៅក្នុងហ្នឹងហើយគេចាប់ដើមហៅមកណាគេចាប់ដើមសន្ធិដ្ឋក្រងសន្ធិដ្ឋឲ្យនៅក្នុងញៀនហ្នឹងប៉ុន្តែសូត្ររហូតដល់សន្ធិដ្ឋណាបាទមានថាអញ្ជើញដល់វិញ្ញាណហ្នឹងមកហ្មងបើថាវិញ្ញាណហ្នឹងមិនមកទេគឺក៏មិនអាចដែលមានរិទ្ធបានដែរនៃព្រីកុមារមួយហ្នឹងបាទអញ្ចឹងសូត្រអន្តងឲ្យមកសន្ធិដ្ឋនៅក្នុងរូបមួយហ្នឹងហើយធ្វើបែបម៉េចបានឲ្យយើងដឹងថាមិនដឹងថារូបមិនដឹងថាវិញ្ញាណនឹងមកបាទធ្វើម៉េចបានឲ្យវិញ្ញាណនឹងមិនមកអញ្ចឹងខ្ញុំកណាបកស្រាយនេះបើសិនតែយើងមិនមែនជាគ្រូមិនអាចយល់ពីដឹងទេអត់ដឹងហើយមិនយល់ពីមកឬក៏មិនមកដល់តែអ្នកដែលសិក្សាវិជ្ជាខាងហ្នឹងបានលោកដឹងបាទគឺគេមានបៃតៈបាទគេមានសញ្ញាអញ្ចឹងទៅអំណាចទាំងឡាយដឹងមិនដឹងដោយសារធាតុទាំង4នៅពេលដែលយើងតងហៅគឺធាតុហ្នឹងក៏ក្រើកឡើងហើយអញ្ចឹងធ្វើឲ្យបៃតៈហ្នឹងកើតឡើងបាទអញ្ចឹងអាហ្នឹងហើយគឺជាកសិនមួយដែលតំណាងថាគឺជាព្រលឹងវិញ្ញាណហ្នឹងហើយអញ្ចឹងមកដល់ហើយចូលនៅក្នុងហ្នឹងសពបែបសពយ៉ាងហើយគេចាប់ដើមឲ្យវិញ្ញាណហ្នឹងតែយកមកហើយអត់ទាន់យកអីជាការកើតទេបាទអញ្ចឹងមិនថាគេមានបញ្ចុះមុនឬក៏បង្រៀនបាទអ្នកខ្លះថាបញ្ចុះតាមពិតវិញ្ញាណនៅក្នុងហ្នឹងគឺគាត់ចូលសន្ធិដ្ឋហើយប៉ុន្តែអត់ដឹងថាចំលើផ្នែកណាមួយពិតប្រាកដបាទចំលើផ្នែកណាមួយពិតប្រាកដអញ្ចឹងមានថាគេបញ្ចុះមុនហ្នឹងដើម្បីបង្រៀននៃវិញ្ញាណហ្នឹងឲ្យចេះនៃវិជាហ្នឹងដែលយើងសូត្រហ្នឹងអញ្ចឹងអ្នកខ្លះគេហៅបញ្ចុះប៉ុន្តែអាកលឺហ្នឹងគេហៅវិញ្ញាណហ្នឹងជួយវិញ្ញាណហ្នឹងមកសន្ធិដ្ឋហើយបានគេបញ្ចុះមុននឹងបញ្ចូលបាទប៉ុន្តែបើយើងធម្មតានិយាយបញ្ចុះបាទប៉ុន្តែបើអត្ថន័យនៃឲ្យតូចគឺថាបង្រៀនយកអាមុនបញ្ចុះហ្នឹងបរៀនវិញ្ញាណហ្នឹងឲ្យចេះវិជាហ្នឹងយើងសូត្រវិជាណាគឺវិញ្ញាណហ្នឹងគឺចេះវិជាហ្នឹងបាទអញ្ចឹងណាអ្នកដែលបញ្ចុះវិជាខាងការពារគឺវិញ្ញាណហ្នឹងចេះសូត្របល័យគឺថាការពារដែលយើងសូត្រហ្នឹងហើយដូច record សំឡេងមួយអញ្ចឹងបាទហ្នឹងហើយបើយកចុះវិជាខាងវិជាពិជ័យសង្គ្រាមគឺវិញ្ញាណហ្នឹងចេះពិជ័យសង្គ្រាមបញ្ចុះខាងស្នេហ៍គឺវិញ្ញាណហ្នឹងចេះខាងស្នេហ៍ហើយបាទបញ្ចុះខាងធ្វើគេគឺវិញ្ញាណហ្នឹងចេះតែធ្វើគេហ្មងធ្វើបាបគេធ្វើអំពើគេបញ្ចុះខាងវិជាកំចាត់កំចាយបុគ្គលអាក្រក់គឺវិញ្ញាណហ្នឹងកំចាត់កំចាយវិជាអាក្រក់ដែរបាទហ្នឹងហើយអញ្ចឹងគេសូត្រសេពសូត្របញ្ចុះចុងហ្នឹងបាទប៉ុន្តែមុនទៅគេថាគឺគេត្រូវតែដាក់ជាដាច់ខាតគេថាដែលគេយកមកបញ្ចុះនៅក្នុងរូបព្រីក៏បានដើម្បីសកត់នៃព្រលឹងដើម្បីឲ្យមានរិទ្ធមានអំណាចគឺបញ្ចុះបដូលគាថាបដូលបិដកបាទទាំង84000វធម្មខណ្ឌគឺមេគាថាហ្នឹងហើយគេយកមកចាជាកថាហើយគេបញ្ចុះនៅក្រែអន្ទ្រូងអញ្ចឹងទៅហើយបានគេបញ្ចុះមុនគេថាដួងចិត្តហ្នឹងមកតង់ទៅនៅលើហ្នឹងទៀតបាទមានថាយើងបញ្ចុះគេថាអីនៅក្នុងកថាដែលបដូលបិដកហ្នឹងណាដែលយើងបញ្ចុះក្នុងព្រីកុមារហ្នឹងគឺយើងត្រូវតែសូត្រគាថាហ្នឹងមកតង់ទៀតកុំឲ្យសូត្រគាថាផ្សេងពីហ្នឹងជំនាញទី1គឺយើងសូត្រគាថាហ្នឹងបញ្ចុះចូលក្នុងដួងចិត្តហ្នឹងហើយបាទហើយបានយើងសូត្រគាថាព្រីកុមារតោះបានព្រីកុមារគឺគាត់ខ្លាំងខាងអីស្នេហ៍បាទការពារខាងផ្ដាល់ដំណឹងលោកចង់100គុណស្នេហ៍ក៏ស្នេហ៍ការពារក៏ការពារធ្វើគេក៏ធ្វើគេដែរបាទអាហ្នឹងអាស្រ័យទៅលើអាស្រ័យទៅលើគ្រូបាទគាត់សូត្រមុនហ្នឹងហើយអាស្រ័យទៅលើគ្រូហ្នឹងសូត្រមុនគេថាអីបញ្ចុះចូលក្នុងហ្នឹងដើម្បីឲ្យលោកហ្នឹង record ឲ្យលោកហ្នឹងស្គាល់ឲ្យលោកហ្នឹងចេះអញ្ចឹងបានវិជាខ្លះគ្រូថាធ្វើឲ្យកថានេះយកទៅព្រីកុមារនេះយកទៅការពារខាងពើអំពាន់គឺលោកបញ្ចុះវិជាហ្នឹងហើយបាទគឺលោកនៃវិញ្ញាណដែលថែអាសាក្នុងហ្នឹងគឺលោកចេះវិជាចេះបល័យមុនគេថាយើងបញ្ចុះហ្នឹងបញ្ចុះចូលនៅក្នុងហ្នឹងបន្ទាប់មកហើយបញ្ចុះហើយបានគេដាស់វិញ្ញាណហ្នឹងឲ្យកក្រើកអាមួយអន្តងវិញ្ញាណបញ្ចូលហើយបញ្ចុះមុនគេថាហ្នឹងបន្ទាប់មកបានគេដាស់វិញ្ញាណហ្នឹងឲ្យកក្រើកបាទមានដាស់វិញ្ញាណហ្នឹងមកកក្រើកមួយទៀតដាស់វិញ្ញាណកក្រើកសពបែបសពយ៉ាងហើយបានគេពាត់នៃសីមាមិនមែនចងព្រលឹងវិញ្ញាណនៅសន្តិដ្ឋក្នុងហ្នឹងទេតែអញ្ចឹងអាចមាន2
បុគ្គលស្មាតបស្រ័យខ្ញុំកណាមិនឲ្យប៉ះពាល់អង្គគ្រូទេ បាទ ប៉ុន្តែខ្ញុំកណាអានឹងអង្គគ្រូដតីខ្ញុំកណាសំខាន់ពេកអបិទៅបើសិនខ្ញុំណាប៉ះពាល់គុំចងឲ្យវិញ្ញាណទាំងឡាយបច្ចុប្បន្នអាចប្រើគេបានប៉ុន្តែពេលខាងមុខมันអាចប្រកាសថាប្រើគេបានដែរ បាទ ពេលនេះយើងមានរិទ្ធប៉ុន្តែពេលខាងក្រោយក៏យើងអត់មិនប្រកាសថាយើងនឹងមានរិទ្ធតទៅទៀតដែរ បាទ អញ្ចឹងបើសិននេះឲ្យគេជួយយើងជួយគេយើងចង់ជើងគេឲ្យមកថែអាសាយើងគុំធ្វើបាបទេយើងក៏ពាត់ទៅមកមិនមែនសកត់វិញ្ញាណគេពាត់ទៅមកគេគឺពាត់ទៅមកការពារនៃបលឹងវិញ្ញាណនឹងកុំឲ្យខ្ចាត់កុំឲ្យខ្ចាយកុំឲ្យបែកបលឹងកុំឲ្យគ្រូសិលគ្រូរបៀនឬមួយអ្នកដែលមានរិទ្ធមានបារមីគេចង់អ្នកដើរទៅប៉ះពាល់កន្លែងគេអញ្ចឹងខ្លាចខ្ចាយនៃបលឹង បាទ អានឹងនិយាយអស់អញ្ចឹងគេពាត់នៃសមាការពារហ្នឹងគឺមិនមែនសកត់បលឹងហ្នឹងទេគេពាត់ទៅមកការពារ បាទ មានដូចជារនាំងដូចជាក្រោះអញ្ចឹងប៉ុនសមាការពារសពបែបសពយ៉ាងហើយបានគេដាស់ហ្នឹងណាមិនហ្នឹងហៅដាស់ហើយប្រសិទ្ធិហើយទៅតាមកិច្ចរបស់គ្រូហ្នឹងទៅសយន្តោទៅអាហ្នឹងគឺចប់កិច្ចនៃព្រីកមាប៉ុន្តែមិនទាន់អាចទៅប្រើបានទេមិនមែនថាយើងធ្វើកិច្ចអញ្ចឹងហើយស្អែកឡើងទៅប្រើបានទេគឺយើងមានតែបំពុះបន្តទៀត បាទ 3សិល1សិល2សិល3សិល4សិលបានលោកថាសាប៉ុន្តែខ្ញុំកណាមិនមែនបកស្រាយអញ្ចឹងហើយអ្នកដែលយកអាវិជាហ្នឹងឬមួយក៏វិជាព្រីកមាហ្នឹងយកទៅសាងយកធ្វើមិនក៏ឃើញមិនកើតផលអញ្ចឹង បាទ មិនក៏មិនធ្វើទៅមិនក៏មិនជួយអញ្ចឹងអាហ្នឹងអាស្រ័យទៅលើឧបនិស្ស័យរៀងខ្លួន បាទ គ្រាន់តែអានេះគ្រាន់តែវិជាដំណានៃវិជាបុរាណបើសិនជាយើងមិនជួយខ្លួនឯងទេឲ្យនរណាជួយខ្លួនឯង បាទ អញ្ចឹងមុននឹងឲ្យគេជួយយើងដល់យើងជួយគេអញ្ចឹងមិនមែនយើងយកវត្ថុនឹងមកឲ្យដាក់តាមខ្លួនទៅជាអ្នកមានទេរកស៊ីបើសិនតែយើងមិនខំវត្ថុនេះគឺគ្រាន់វត្ថុដែលយើងសាងមកដឹងថាដំណតពីគ្រូដំណតពីបុព្វបុរសនៃកិច្ចនៃក្បួន បាទ ហើយវត្ថុហ្នឹងក៏មិនអាចជួយយើងឲ្យជោគជ័យ 100% ដែរបើសិនតែយើងមិនជួយខ្លួនឯង បាទ មានន័យថាបើសិនតែយើងគិតថាវត្ថុហ្នឹងខ្លាំងយើងយកវត្ថុហ្នឹងមកអត់មានធ្វើការងារអីអង្គុយចាំតែដេកអង្គុយចាំតែពឹងឲ្យតែគេជួយគ្មានបុគ្គលណាគេមកជួយយើងទេបើសិនតែយើងមិនជួយខ្លួនឯង បាទ អញ្ចឹងមិនថាវត្ថុហ្នឹងទៀតសោតគឺសម្រាប់ជាកម្លាំងចិត្ត បាទ អញ្ចឹងយើងធ្វើយើងសំខ្ញុំក៏ឲ្យខ្ញុំកណាស្មាទោសខ្ញុំកណាមិនមែនថាខ្ញុំកណាបកស្រាយមិនឲ្យបងប្អូនលងនឹងជំនឿទេហើយក៏មិនមែនកុំធ្វើជាទេសកលនៅជំនឿ បាទ តែធ្វើទេសកលនៅជំនឿហើយស្មាទោសច្រើនតែគេបោក បាទ ហើយច្រើនតែអស់ពីខ្លួន បាទ មិនថាយើងយល់បែងចែកច្បាស់ការគោរពនៃវត្ថុស័ក្តិសិទ្ធិការគោរពនៃបុព្វប្រលឹងវិញ្ញាណបុព្វបុរសគឺយើងការគោរពដើម្បីដឹងគុណលោកទេមិនមែនឲ្យលោកឲ្យរស់ស៊ីឲ្យយើងកាយជាអ្នកមានទេ បាទ ទោះបីខ្ញុំគោរពរាល់ថ្ងៃខ្ញុំគោរពដើម្បីដឹងគុណបុព្វបុរសទេហើយបើសិនជាគោរពឲ្យដើម្បីឲ្យលោករកអ្នកធំអ្នកតូចឬមួយក៏កាយជាអ្នកមានអាហ្នឹងយើងមិនប៉ង បាទ បាទ យើងនៅតែប៉ងយើងគោរពនេះគោរពដើម្បីដឹងគុណលោកប៉ុន្តែគ្រាន់តែមានពាក្យមួយម៉ាត់យ៉ាងខ្លីតែយើងដឹងគុណបុព្វបុរសដឹងគុណដូនតាហើយទៅដល់ទីណាច្រើនតែមានទេវតាថែរក្សាតែងតែមានការទំនុកបំរុងពីអ្នកធំអ្នកតូចអាហ្នឹងមានន័យថាយើងកតញ្ញូកតវេធីចំពោះបុព្វបុរស បាទ អញ្ចឹងទៅអ្វីដែលមិនមានគឺមានអ្វីដែលមានគឺមាន បាទ អញ្ចឹងណាគេមិនជួយយើងប៉ុន្តែគេជួយជាសម្ងាត់ប៉ុន្តែយើងមិនអាចនិយាយបានទេ បាទ បើសិនជាគេផ្សេងខ្ញុំមិនដឹងទេខ្ញុំបណ្ណាស្មាតទោះជាស្រេចប៉ុន្តែបើសិនជាខ្ញុំបណ្ណាគឺខ្ញុំជឿ បាទលោកគ្រូសូមកាត់លោកគ្រូតិចតាក់ទងជាមួយនឹងព្រាយកុមារតើនៅពេលដែលយើងគ្រូគាត់រៀបចំធ្វើឬក៏ឧបដិកឡើងហើយតើអាចនឹងមានគ្រូដតីធ្វើការខាបយកទៅប្រើប្រាស់បន្តបានទេលោកគ្រូឬក៏យ៉ាងម៉េចដែរ បើចំណុចហ្នឹងខ្ញុំកណាសូមមានប្រសាសន៍ដែលតកតងនឹងការខាបឬក៏ភាសាប្រសិនបើអាស្រ័យទៅលើគ្រូនៃការរៀបចំពិធីតើគាត់រៀបចំហ្នឹងតាមក្បួនខ្នាតពីរចំណុចល្អិតទៅអត់អញ្ចឹងបានមានធរខ្លះហៅធរពឹស្ដានិងធរអាធរពុស្ដានិងគឺធរពេញ បាទ អាមួយធរខ្លីៗគេកាត់សង្ខេបយកកន្លែងខ្លឹមយើងគឺអញ្ចឹងវិជានឹងដូចគ្នាបើសិនបើយើងរៀបចំតាមក្បួនខ្នាតពីចំណុចតូចដេញទៅហើយអាស្រ័យនឹងគុណធម៌នៃគ្រូអំណាចនៃរិទ្ធនៃគ្រូគឺมันអាចនឹងប្រសាបនឹងខាបបានទេ បាទចុះត្រឡប់មកវិញលោកគ្រូតាក់ទងជាមួយនឹង
ការធ្វើនៅព្រាយខ្មៅនេះឡើងឬក៏ព្រាយកុមារខ្មៅនេះបើសិនតែយើងប្រៀបធៀបនៅក្នុងពេលបច្ចុប្បន្ននេះវិញតើគ្រូគាត់នឹងអាចយកមកប្រើប្រាស់នៅក្បួនតម្រានឹងបន្តទេឬក៏យ៉ាងម៉េចដែរលោកគ្រូបាទ បើសិនជាការប្រើប្រាស់នៃវិជាក្បួននៃព្រាយកុមារហ្នឹងគឺអង្គគ្រូខ្លះគាត់ប្រើអង្គគ្រូខ្លះក៏គាត់មិនប្រើបើជាទូទៅបច្ចុប្បន្នឥឡូវគឺលោកនិយមប្រើនឹងគេហៅថាមរិញកងវិលនិងកុមារទេព បាទ ជាទូទៅពាក្យច្រើននៃការទិញឬមួយក៏ការពីទីផ្សារយកដល់ដាស់ប្រសិទ្ធិអញ្ចឹងទៅប៉ុន្តែបើសិនជាលោកយកសមាសធាតុទាំងឡាយហ្នឹងយកមកផ្សំអានឹងល្អប្រសើរក្រៃលែងប៉ុន្តែខ្ញុំកណាបកស្រាយនេះមិនមែនឲ្យបងប្អូននឹងមានជំនឿជឿហើយទេសកលនៃជំនឿទិញយកមកហើយឬក៏ឧបដិកធ្វើហើយកើតហើយសមាសធាតុសំបានហើយមិនកើតផល បាទ មិនកើតជាប្រយោជន៍ធ្វើទៅអ្នកខ្លះដាក់ខ្លួនធ្វើទៅអ្នកខ្លះគេចំបានមិនក៏យើងដាក់អ្នកខ្លះអញ្ចឹងប៉ុន្តែខ្ញុំកណាគាត់បកស្រាយនោះគឺគេតម្រា បាទ នេះក្រាំង បាទ គឺវិជានៃព្រាយកុមារឬក៏កុមារខ្មៅហ្នឹងឯង បាទ គេអាគុំព្រាយកុមារអញ្ចឹងការសាងការអីហ្នឹងគឺគ្រាន់តែយើងយកមកដើម្បីថែរក្សាក្បួនតម្រារបស់បុព្វបុរសយើងទេដែលយកខិតខំ បាទ ចងក្រងដែលមានកពីមានក្បួនមានຂະຫນາດច្បាស់លាស់ដើម្បីបន្សល់ទុកមកយើងហើយវាខ្ញុំកណាមិនអព្យាស្រ័យសំទោសមិនមែនថាអូយកមកដើម្បីឲ្យមានឲ្យបាននៃវិជាហ្នឹងប្រសិនបើយើងមិនជួយខ្លួនឯងតើមានបុគ្គលណាជួយយើង បាទ វិជាវត្ថុស័ក្តិសិទ្ធិការគោរពនៃគ្រឿងសក្ការៈបូជាគឺការគោរពហ្នឹងគឺដើម្បីដឹងគុណបុព្វបុរសកុំឲ្យយើងធ្វើទេសកលនៃជំនឿគឺជឿដោយមិនដឹងអញ្ចឹងមិនកើតផលស្មាតអព្យាស្រ័យសម្បត្តិគ្រូបងប្អូនហើយប្រសិនបើយើងយកមកគោរពបើសិនតែយើងធ្វើទេសកលនៃជំនឿយកមកដើម្បីឲ្យកើតជាអ្នកមាន បាទ វាមិនអាចទេបើសិនជាយើងមិនជួយខ្លួនឯងមិនខិតខំវត្ថុនេះគឺជាវត្ថុមួយដែលយើងដឹងគុណបុព្វបុរស បាទ ប៉ុន្តែខ្ញុំកណាគ្រាន់តែមានប្រសាសន៍ថាតែយើងដឹងគុណដូនតាបុព្វបុរសគឺតែងតែមានទេវតាតាមថែរក្សាតាមជួយ បាទ បុគ្គលដែលកតញ្ញូកតវេទីតាធម៌ចំពោះបុព្វបុរសគឺទៅដល់ទីណាតែងតែមានគេជួយជ្រោមជ្រែងទំនុកបំរុង បាទ នេះយ៉ាងនោះដែរអញ្ចឹងការយកមកគោរពនេះគឺគ្រាន់តែជាការដឹងគុណបុព្វបុរសតែប៉ុណ្ណោះមិនមែនឲ្យវត្ថុនឹងយកមកឲ្យយើងកើតជាអ្នកមានទេបើសិនជាយើងមិនខំខ្លួនឯងបើសិនបើយើងគិតបែបហ្នឹងគេហៅទេសកលនៃជំនឿហើយ បាទ គឺយើងធ្វើទៅមិនកើតជាផលកើតមានសេចក្តីប្រមាទ បាទ បុគ្គលពេលដែលមានជំនឿយកមកគោរពកើតជាអ្នកមានអូជឿ បាទ អញ្ចឹងបើសិនជាយកមកមិនមែនកើតជាអ្នកមានអញ្ចឹងលែងបោះបង់លែងជំនឿថាជំនឿនឹងមិនមានទេ បាទ ប៉ុន្តែខ្ញុំកណាគាត់បកស្រាយថានិយាយមានប្រសាសន៍ថាបើសិនជាឲ្យជំនឿនឹងកុំឲ្យបាត់បង់កុំឲ្យយើងលងខ្លួននៅជំនឿជឿឲ្យបាត់បង់នៃសេចក្តីជឿយើងគ្រាន់តែមានសតិមួយគិតថាការយកមកនេះគឺការដឹងគុណបុព្វបុរសអញ្ចឹងទៅការកាត់ខំប្រឹងប្រែងរស់ស៊ីរបស់យើងផ្លូវភ្លឺនេះយើងធ្វើទៅ បាទ ប៉ុន្តែដូចខ្ញុំមានប្រសាសន៍អញ្ចឹងបុគ្គលដែលដឹងគុណកតញ្ញូកតវេទីចំពោះដូនតាគឺតែងតែមានទេវតាតាមថាសាអ្វីដែលមានគឺមានអ្វីដែលមិនមានគឺមិនមានមិនមែនថាគេមកជួយយើងខាងមុខហើយទើបយើងដឹងណា បាទ ប៉ុន្តែដូចខ្ញុំមានប្រសាសន៍អ្វីដែលមានគឺមានអ្វីដែលមិនមានគឺមាន បាទ អ្វីដែលគេជួយយើងមិនដឹង បាទ អាហ្នឹងគឺការគោរពនៃការនៃវិជាខ្មែរនៃដួងព្រលឹងវិញ្ញាណបុព្វបុរស បាទ វិជាកុមារខ្មៅនឹងការគោរពវត្ថុស័ក្តិសិទ្ធិផ្សេងៗគឺដូចដែលខ្ញុំមានប្រសាសន៍អញ្ចឹងគឺមិនខុសគ្នាទេប៉ុន្តែខ្ញុំកណាគ្រាន់តែមានប្រសាសន៍ពាក្យហើយចាំយកសម្ដីខ្ញុំកណាយកទៅពិចារណាតើពិតចាស់ស្បែកអត់ បាទ គុំធ្វើជាអ្នកទេសកលនៃជំនឿមានបុគ្គលខ្លះគាត់ស្វែងរៀនវិជា បាទ រៀនហើយមិនបានផលមិនបានចម្រុងមិនបានចម្រើនធ្វើទៅមិនកើតជាផលគាត់បន្ទោសថាវិជានឹងមិនមានទេ បាទ វិជានឹងប្រវិជានឹងគឺគេរៀនខ្លាំងមិនអញរៀនមិនខ្លាំងអញ្ចឹងអស់នៃជំនឿ បាទ ហ្នឹងណាអញ្ចឹងខ្ញុំគ្រាន់តែមានប្រសាសន៍ថាវិជានេះគឺជាតម្រាបុព្វបុរស
dương xếp sâu nó cái đó bị đăng côn luôn thế បាទ បើលោកជួយឬមិនជួយទៅតាមឧបនិស្ស័យបើនិយាយផលបនផលបាវិញហ្នឹងហើយ បាទ បើនិយាយផលបនផលបាហ្នឹងឧបនិស្ស័យរៀងខ្លួន បាទ អាហ្នឹងគឺតកតងនឹងការគ្រប់នៃដួងព្រលឹងវិញ្ញាណមកពាក់បរោះ បាទអញ្ចឹងលោកគ្រូនៅថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងឯងដើម្បីចូលរួមចែកម្លែកទៅកាន់បងប្អូនយើង បាទតម្រានៃវិជាព្រីកម៉ាគឺក្នុងតម្រាខ្ញុំកណាមានប្រសាសន៍ប៉ុណ្ណឹងអាហ្នឹងគឺប៉ុន្តែនៅមានរឿងជាច្រើនប៉ុន្តែបើសិនឲ្យខ្ញុំកណាបកស្រាយវាមិនអស់ប៉ុន្តែខ្ញុំកណាឆ្កឹះយកតែចំណុចមួយដែលសំខាន់ឬមួយក៏បងប្អូនតែងតែយល់ច្រឡំ បាទ នៃការគោរពបដិបត្តិដួងព្រលឹងវិញ្ញាណមកពាក់បរោះដើម្បីកើតជាប្រយោជន៍ដើម្បីកើតជាអ្នកមាន បាទបាទអញ្ចឹងបងប្អូននេះគឺជាការបកស្រាយឬក៏ជាការចែករំលែកនៃចំណេះដឹងរបស់លោកគ្រូហើយលោកគ្រូបានលើកឡើងហើយគឺមិនមែនរាល់ពាក្យពេចន៍ឬក៏ការនិយាយរបស់លោកគ្រូទាំងអស់មិនមែនឲ្យបងប្អូនកើតទៅជាជំនឿជឿងប់ទៅលើមន្តវិជ្ជាឬក្បួនតម្រាផ្សេងទេគឺធ្វើអ្វីក៏ដោយគឺបងប្អូនត្រូវចេះពិចារណាដោយខ្លួនឯងបាទអញ្ចឹងការលើករបស់លោកគ្រូនេះគ្រាន់តែជាការក្រើនរំលឹកតាក់ទងជាមួយនឹងក្បួនតម្រាមន្តវិជ្ជារបស់ខ្មែរដែលដូនតារបស់យើងនឹងលោកខំលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តស្រាវជ្រាវចងក្រងជាក្បួនតម្រានេះឡើងហើយក្នុងន័យនោះលោកមិនមែនបង្កើតឡើងសម្រាប់លើកទឹកចិត្តឲ្យគ្រូផ្សេងយកទៅធ្វើអំពើអំព័ន្ធបាទដាក់នេះនោះទេប៉ុន្តែវាជាមន្តវិជ្ជាដែលបុព្វបុរសយើងបង្កើតឡើងទុកឲ្យកូនចៅយកទៅធ្វើនៅអំពើល្អជួយសង្គ្រោះដល់អ្នកដទៃហើយគណៈពេលនេះកម្មវិធីរបស់យើងក៏មកដល់ទីបញ្ចប់ដែរលោកគ្រូបាទហើយសូមអរគុណលោកគ្រូច្រើនបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីមន្តវិជ្ជាខ្មែរហើយបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូឬក៏ការចែកម្លែករបស់លោកគ្រូប្រមាណភាគរយដែរសូមខមមិននៅខាងក្រោមហើយមួយវិញទៀតបងប្អូនសូមកុំភ្លេចធ្វើការជួយចែកម្លែកឬក៏ share បន្ថែមផងហើយមុននឹងបញ្ចប់ខ្ញុំបាទក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនហើយគណៈពេលនេះខ្ញុំបាទព្រមទាំងលោកគ្រូសូមអរគុណនិងសូមជម្រាបលា